và phépสังเกตឃើញថារាល់ថ្ងៃនេះមនុស្សយើងគ្រប់គ្នាចូលចិត្តគិតអាក្រក់ទៅកាន់គ្នាច្រើនមានពេលទំនេរវាបានជួបគ្នាពេលខ្លះអ្វីដែលគាត់នឹកឃើញនោះគឺចូលចិត្តគិតអាក្រក់ចូលចិត្តនិយាយអាក្រក់ទៅកាន់អ្នកដទៃច្រើនតាមពិតអ្វីទាំងអស់នេះបើសិនជាយើងគិតទៅថាវាសិតសឹងតែជារឿងមិនល្អសម្រាប់យើងដែលយើងនឹងមិនគួរបណ្ដេតបណ្ដោយឲ្យខ្លួនឯងនឹងទៅគិតដល់រឿងមិនល្អរបស់អ្នកដទៃអីចឹងទេព្រោះតួនាទីរបស់យើងអ្វីដែលយើងត្រូវគិតអ្វីដែលយើងត្រូវនឹកឃើញសម្រាប់ខ្លួនឯងនោះគឺការចេះអប់រំចិត្តគំនិតរបស់ខ្លួនឯងហ្នឹងឲ្យបានល្អរៀនសង្កេតមើលចិត្តគំនិតរបស់ខ្លួនឯងហ្នឹងឲ្យបានល្អដើម្បីឲ្យខ្លួនឯងនឹងក្លាយទៅជាមនុស្សល្អក្នុងសង្គមមិនមែនមានឱកាសមានពេលទំនេរវាបានជួបជុំគ្នាទៅក៏ចូលចិត្តនិយាយដើមអ្នកដទៃចូលចិត្តគិតអាក្រក់ទៅកាន់អ្នកដទៃដោយហេតុយ៉ាងនេះមួយយ៉ាងនោះមួយថាมันមិនមែនជារឿងល្អនោះទេរឿងជាច្រើនដែលយើងអាចលើកយកមកនិយាយយកមកជជែកគ្នាដើម្បីឲ្យជីវិតនឹងទទួលបានភាពរីករាយខ្លះសម្រាប់ខ្លួនឯងក៏ប៉ុន្តែមិនមែនរឿងអ្នកដទៃនឹងយើងយកមកនិយាយដើម្បីគិតអាក្រក់ដើម្បីហែកហួរអ្នកដទៃឲ្យគេនឹងស្អប់ឲ្យគេនឹងមិនចូលចិត្តបុគ្គលនេះទៅអត់ទេព្រោះវាមិនមែនជាតួនាទីរបស់យើងដែលយើងនឹងត្រូវធ្វើបែបនេះនៅក្នុងព្រះពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធអង្គបង្រៀនឲ្យមនុស្សនឹងចេះមាននូវធម៌អភ័យចេះមាននូវធម៌មេត្តាស្រឡាញ់ទៅកាន់អ្នកដទៃឲ្យដូចជាបងប្អូនជាកូនជាចៅរបស់យើងអញ្ចឹងដែរធ្វើម៉េចឲ្យយើងនឹងឯងមានភាពផ្ដល់តម្លៃទៅកាន់អ្នកដទៃដូចជាសាច់ញាតិដូចជាបងប្អូនអញ្ចឹងណានៅពេលដែលឃើញគេធ្វើល្អនៅពេលដែលឃើញគេជោគជ័យមានបានក្នុងជីវិតអានឹងយើងអាចត្រេកអរអាចលើកទឹកចិត្តក៏ដូចជាអបអរសាទរទៅកាន់គេនៅពេលដែលគេធ្វើរឿងដែលល្អសម្រាប់ជីវិតទទួលបានភាពជោគជ័យសម្រាប់ជីវិតក្នុងនាមយើងជាមិត្តភក្តិក្តីក្នុងនាមយើងជាអ្នកចិត្តខាងក្តីកុំទៅចំណែនកុំទៅអន់ចិត្តកុំទៅតូចចិត្តជាមួយនឹងគេព្រោះគេមានគេបានអានឹងគឺជាការខិតខំប្រឹងប្រែងរបស់គេគឺជាភាពប៉ិនប្រសប់របស់គេដែលគេអាចមានលទ្ធភាពធ្វើឲ្យជីវិតរបស់គេនឹងវាល្អប្រសើរបានតាមរយៈបែបហ្នឹងអញ្ចឹងក្នុងនាមយើងជាអ្នកភូមិផងរបងជាមួយក្តីជាមិត្តភក្តិឬក៏ថាជាអ្នកស្គាល់គ្នាក្តីគួរណាស់តែសរសើរគួរណាស់តែលើកទឹកចិត្តទៅកាន់បុគ្គលនោះដែលគាត់នឹងមានលទ្ធភាពដែលគាត់មានសមត្ថភាពអាចវិវត្តខ្លួនរបស់គេនឹងឲ្យបានល្អឲ្យคล้ายទៅជាបុគ្គលដែលជោគជ័យក្នុងជីវិតសម្រាប់គេចឹងទៅអញ្ចឹងក៏គួរណាស់តែរៀនសង្កេតមើលខ្លួនឯងឲ្យបានច្រើនថាការចូលចិត្តគិតអាក្រក់ទៅកាន់អ្នកដទៃការនិយាយពាក្យមិនល្អទៅកាន់អ្នកដទៃទាំងដែលដឹងថាគេនឹងជាមនុស្សល្អជាមនុស្សគ្មានកំហុសអានឹងវាមិនមែនជារឿងល្អទេដែលយើងគ្រប់គ្នានឹងព្យាយាមលើកយកមកនិយាយពីមាត់មួយទៅមាត់មួយពីមនុស្សមួយទៅមនុស្សមួយហ្នឹងវាមិនមែនជារឿងល្អទេអ្វីទាំងនេះមកភាពមិនបានស្ដីថាបន្ទោសទៅកាន់ញាតិញោមទេក៏ប៉ុន្តែឲ្យយើងរៀនយកទៅគិតហើយរៀនគិតចំណុចល្អទៅកាន់គ្នាឲ្យបានច្រើននៅក្នុងសង្គមមួយបើសិនជាមនុស្សហ្នឹងនៅពេលដែលឃើញគ្នាចូលចិត្តគិតអាក្រក់ទៅកាន់គ្នាចូលចិត្តគិតមិនល្អទៅកាន់គ្នាអានឹងឈ្មោះថាមិនមែនជាសង្គមល្អទេអាចថាឆាប់បែកបាក់សាមគ្គីគ្នាណាញាតិញោមអត់មានភាពរីកចម្រើនទៅមុខបានទេព្រោះអីព្រោះយើងហ្នឹងជាមនុស្សខ្វះនៅធម៌សាមគ្គីការស្រឡាញ់គ្នាការផ្ដល់តម្លៃឲ្យគ្នាអាហ្នឹងក៏យើងវាអត់មានអញ្ចឹងបានថានៅពេលដែលឃើញគេមានកំហុសសម្រាប់ជីវិតរបស់គេហ្នឹងមិនមែនថាយើងនឹងទៅស្ដីទៅថាឲ្យគេញ៉ែតអញ្ចឹងទេមានន័យថាយើងហ្នឹងក៏ចេះផ្ដល់ឱកាសក៏ដូចជាទៅប្រាប់ទៅណែនាំទៅកាន់បុគ្គលហ្នឹងសិនទៅឲ្យគាត់បានកែប្រែឲ្យគាត់បានកែខ្លួនពីមនុស្សដែលមានកំហុសហ្នឹងឲ្យទៅជាមនុស្សដែលល្អដែលត្រឹមត្រូវឡើងវិញក៏ប៉ុន្តែអាភិបសង្កេតឃើញថាយើងរាល់ថ្ងៃនេះនៅពេលដែលឃើញបុគ្គលណាម្នាក់គាត់មានកំហុសសម្រាប់គាត់ទៅណាសម្រាប់ខ្លួនគាត់ធ្វើមិនល្អអីចឹងទៅទោះបីគាត់មានគុណសម្បត្តិច្រើនយ៉ាងណាក៏ដោយពេលខ្លះ
dương nó kết tha quạt nó nôm nia kết ở cọ nôm nia kết mình lọ từ căn bộ cô nâng tiếng đã đăng thập bộ cô nâng chỉ mình miên côn sủng bát vì muốn nó tra nó phần đấy được bây giờ cột miên bành ha không chỉ vật rồi còn thật cả đào plei bậc quạt đang về mình trâu mà đong bị đong nó việc phải quạt để chỉ nhẹ score kia nó đi cho chập đàm ri côn chập đàm chuẩn phải lệch kia đòi hai trở nên cua dùng một mùi chẳng tới mà phép có xa lợt lang từ căn nhiệt nhômได้thaสำหรับมนุษย์យើងនេះឲ្យល្អត្រឹមត្រូវដូចតែចិត្តយើងចង់បាននោះគឺមិនងាយញាតិញោមតែងតែមានការល្អប្រសើរខ្លះតែងតែមានការខុសឆ្គងខ្លះសម្រាប់ជីវិតសម្រាប់ខ្លួនឯងហ្នឹងក៏ចឹងដែរមិនមែនថាទៅកាន់អ្នកដទៃពេលខ្លះធ្វើទៅក៏ត្រូវចិត្តសម្រាប់ខ្លួនឯងរឿងខ្លះហ្នឹងក៏វាមិនទៅចិត្តសម្រាប់ខ្លួនឯងរហូតដល់តែពេលខ្លះមានពេលអន់ចិត្តជាមួយខ្លួនឯងក៏មានដែរហើយចុះតម្រាំចិត្តអ្នកដទៃដែលយើងធ្វើទាំងវើរងថ្ងៃហ្នឹងសួរថាតើវាអាចតម្រូវចិត្តអ្នកគ្រប់គ្នាបានទាំងស្រុងទេថាមិនបានទេហើយដូច្នេះហើយយើងនឹងក៏គួរណាស់តែរៀនទទួលស្គាល់ទៅកាន់អ្នកដទៃថាធម្មតាមនុស្សយើងវាមានខុសមានត្រូវមានល្អមានមិនល្អខ្លះក៏ប៉ុន្តែសូមត្រឹមថាបើសិនជាដឹងថាអ្វីដែលយើងធ្វើនឹងវាជារឿងមិនល្អវាជាអំពើមិនល្អយើងមានធัวមួយគឺថារៀនកែប្រែរៀនវិវត្តខ្លួនឯងឲ្យទៅជាមនុស្សល្អវិញទៅជារឿងល្អប្រសើរសម្រាប់ខ្លួនឯងនេះជាអ្វីដែលអាត្មាភាពចង់ចែកម្លែកទៅកាន់ញាតិញោមឲ្យបានយល់អំពីបញ្ហាជីវិតដែលយើងនឹងវាត្រូវមានជួបរាល់ថ្ងៃក្នុងជីវិតហ្នឹងឯងមិនថាបុគ្គលណាក៏ដោយដែលឲ្យខ្លួនឯងនឹងល្អប្រសើរទៅបានគឺអាស្រ័យសារយើងនឹងឯងចេះវិវត្តខ្លួនឯងចេះកែប្រែខ្លួនឯងឲ្យទៅជាមនុស្សល្អមិនមែនសុកទៅវាคล้ายទៅជាមនុស្សល្អបានទេតើតើនៅក្នុងការចេះកែប្រែតើតើនៅក្នុងការចេះវិវត្តខ្លួនឯងហ្នឹងឲ្យទៅជាមនុស្សដែលមានគុណធម៌មានសេចក្តីល្អមានពើល្អសម្រាប់ខ្លួនឯងមិនមែនកើតមកពីទទួលពីផ្ទៃរបស់ពុកម្ដាយហើយហើយខ្លាយទៅជាមនុស្សល្អទាំងស្រុងថាអត់គឺអាស្រ័យដោយសារបានការអប់រំបានការណែនាំពីដំបូងឡើយហ្នឹងគឺពុកម្ដាយហើយបងប្អូននេះចឹងទៅជួយប្រាប់ជួយបញ្យល់ជួយណែនាំហើយបានសិក្សារៀនសូត្រអីចឹងទៅគ្រូហ្នឹងក៏ជួយប្រាប់ជួយបញ្យល់ជួយណែនាំបន្ថែមទៀតហើយស្គាល់អ្នកនៅជុំវិញខ្លួនហ្នឹងសិតសឹងតែជាមនុស្សល្អគេក៏ជួយប្រាប់ជួយបញ្យល់ជួយណែនាំយើងហ្នឹងឯងឲ្យទៅជាមនុស្សល្អបន្ថែមទៀតនេះទៅយើងហ្នឹងវាអាចទៅคล้ายទៅជាមនុស្សល្អបានហើយស្រុកប្រទេសជាតិហ្នឹងក៏ពោពេញទៅដោយមនុស្សល្អហ្នឹងណាមានច្បាប់ហាម5មិនឲ្យយើងនឹងទៅប្រព្រឹត្តអាក្រក់ធ្វើអាក្រក់អាហ្នឹងយើងអាចវិវត្តខ្លួនឯងហ្នឹងទៅជាមនុស្សល្អបានដោយមិនសូវលំបាកទេព្រោះអីព្រោះយើងរស់នៅក្រោមដំបូលនៃមនុស្សល្អដែលគេហ្នឹងតែងតែប្រាប់តែងតែណែនាំតែងតែអប់រំមកកាន់យើងរឿយនេះអាចថាយើងខ្លាយទៅជាមនុស្សល្អបានការសាបគប់ហ្នឹងវាជារឿងសំខាន់ណាបើសិនជាយើងសាបគប់មនុស្សល្អសាបគប់មនុស្សដែលត្រឹមត្រូវអញ្ចឹងទៅគេក៏ចេះប្រាប់ចេះបញ្យល់ចេះណែនាំយើងនៅពេលដែលយើងដើរផ្លូវខុសក៏ប៉ុន្តែបើសិនជាយើងសាបគប់មនុស្សមិនល្អអាហ្នឹងវាអាចថាយើងនឹងទៅដើរផ្លូវខុសអញ្ចឹងក៏ថាបានដែរនេះជាអ្វីដែលញាតិញោមពុទ្ធបរិស័ទយើងត្រូវដឹងត្រូវយល់អំពីជីវិតខ្លួនឯងហើយការគិតអាក្រក់ការនិយាយអាក្រក់ទៅកាន់អ្នកដទៃមិនមែនថាយើងមានមាត់យើងចេះតែប្រើទៅពីអញ្ចឹងទេមានន័យថាយើងត្រូវចេះអប់រំពាក្យសម្ដីហ្នឹងឲ្យបានល្អអញ្ចឹងដែរបើពុំដូច្នោះទេតែយើងនឹងខ្លាចទៅជាមនុស្សមិនល្អក្នុងសង្គមណាអ្នកដទៃគេស្អប់គេមិនចូលចិត្តព្រោះអីព្រោះតែពាក្យសម្ដីនៃការប្រើដូចជាហ្នឹងមិនបានគិតមិនបានពិចារណាវាទៅជាសម្ដីមិនល្អអានេះទៅកាន់អ្នកដទៃហើយគេស្អប់អាហ្នឹងកុំបន្ទោសគេអានេះវាជាពាក្យជាសម្ដីរបស់យើងតែយើងប្រើទៅវាមិនបានល្អអាហ្នឹងគេមិនចូលចិត្តគេស្អប់អាហ្នឹងវាមិនមែនជាកំហុសអ្នកដទៃគឺកំហុសខ្លួនយើងដែលយើងនឹងឯងប្រើមិនបានគិតនេះជាអ្វីដែលយើងគ្រប់គ្នាគប្បីយកទៅគិតយកទៅពិចារណាក្នុងជីវិតឲ្យបានរឿយ